ជួយខ្ញុំផងជួយខ្ញុំផងនរណាក៏បានជួយខ្ញុំផងគ្មាននរណាម្នាក់អាចជួយនាងបានទេវាកុំសង្ឃឹមថាឯងរត់គេចពីយើងបានទេសោះឆាប់ប្រគល់ខ្លួនឲ្យយើងភ្លាមមកនេះតើពួកឯងធ្វើការយ៉ាងម៉េចហ្នឹងពីករណីតើហើយពួកឯងនឹងតែចាប់ជនល្មើសមិនបានទៀតធ្វើឲ្យអ្នកសងអ្នកភូមិគេកំពុងតែរកលឿនយើងខ្លាំងមែនតើឯងមើលក្នុងបណ្ដាញសង្គមទៅមើលថាគេកំពុងតែជេរម៉ែយើងយ៉ាងណាណាពួកពួកឯងមិនចេះធ្វើការអញ្ចឹងពួកចង់ក្រៃទៅយកលោកមេប៉ុងមិនក៏លោកមេប៉ុងពាក់អាវដូចច្បាយស្រុកអញ្ចឹងលោកមេប៉ុងមិនពាក់អាវមេប៉ុងមកតែម្ដងហ្នឹងវាក៏ពាក់អាវច្បាយស្រុកអញ្ចឹងលោកមេប៉ុងដៃស្មានអញចង់ពាក់អាវច្បាយស្រុកនោះណាទៅមកពាក់អាអ្នកដឹកនាំរឿងអាអ្នកកាត់ពីតអូហ្នឹងវាព្រមរកអាវអញពាក់បានស្រួលបួររកអាវវាប៉ោះអញបានដែរមកវាយកទូអង្គខ្ជិលវាខ្ជិលកាត់វាយកទូអង្គព្រីរបស់គេស្រាប់មកតែម្ដងយីឯងក៏ឆ្មាល់ឯងបើធ្វើការងារឯងទៅឯងសួរឯងថាពេលណាchắcបានជន់ល្មើសឯងមិនក៏មិនឆ្លើយប្រាប់យើងហ៎គ្រប់ទៀនគឺថាមកវាអាជនល្មើហ្នឹងគឺវាឆ្លាតមែនតែម្ដងទៀនវាតែងតែបំបត្តិផោះតាងរហូតហើយពេលដែលពួកយើងទៅដល់ហ្នឹងគឺទៅយឺតពេលហើយពិបាកចាប់វាមែនតែដោយសារតែវាឆ្លាតខ្លាំងពេកវាតែងតែលុបបំបត្តិផោះតាងហើយវាប្រើប្រាស់សឹកដៃគឺយើងពិបាករកមែនតែហើយវានឹងអ្វីឲ្យបន្សល់ជាផោះតាងឲ្យយើងយកទៅពិនិត្យបានសោះលុកវាអស់ហើយពួកឯងនេះពិតជាអត់បានការមែនចំមកសៀសខ្លាំងណាស់យកប្រាក់ខែយើងរាល់ថ្ងៃរាល់ខែហ្នឹងមកដឹងថាយកធ្វើស្អីទេអត់មានប្រឹងប្រាទៅវត្តខ្លួនទៅសោះយើងដឹងថាពួកឯងអត់បានការអញ្ចឹងហើយបានយើងព្រីការទៅខាងមន្ទីរអីការនៅខាងលើឲ្យគេបញ្ជូនអ្នកស៊ើបអង្កេតដល់បកកែជាងគេមកក្នុងស្រុករបស់យើងដើម្បីចាប់ជនល្មើសនេះបានព្រោះថាបើសិនជានៅតែបន្តអញ្ចឹងទៀតហើយយើងប្រកបជាអស់សក់ពីខ្លួនហើយគេក៏จะដកក្បាលយើងក៏បត់ចោលក៏គិតថាពួកឯងបានសក់ក៏សោះគេដកក្បាលយើងក៏បត់ចោលពួកឯងក៏ត្រូវតែគេដកចោលដូចគ្នាដែរជំរាបសួរពុកម៉ែបងប្អូនជីដូនមួយជីដូនពីរជាទីមេត្រីខ្ញុំនេះហើយជាអ្នកស៊ើបអង្កេតដែលល្បីឈ្មោះតែគេគ្រប់គ្នាតែងតែហៅខ្ញុំថា Michael Jackson តែរហស្សនាមរបស់ខ្ញុំគឺ Tom Cruise តែជួយទីយ៉ាងណាក៏ដោយឈ្មោះពិតរបស់ខ្ញុំនៅក្នុងបញ្ជីជាតិគឺវ៉ាន់សំណាងទីច្រឡំថាវ៉ាន់ដាណាមិនមែនជាវ៉ាន់ដាទេទោះបីជាខ្ញុំសង្ហាក៏អ្នកទាំងអស់គ្នាមិនត្រូវយល់ច្រឡំថាខ្ញុំគឺជា Eno ដែរបើទៅសាក់របស់យើងនឹងត្រូវអត់សាពូឯងជាជាមិនខានទេបើសិនជាម៉ាក់នឹងនោះហើយឯងគឺជានរណាដែរមកឈរចងាយចងាងអីនៅទីនេះណាទឹកក្លៅរបស់យើងបាទសួស្ដីលោកច្បាយស្រុកខ្ញុំបាទគឺជាអ្នកស៊ើបអង្កេតដែលមេបបាត់ស្នើសុំឲ្យមកជួយស៊ើបអង្កេតក្តីហើយចុះលោកច្បាយស្រុកមកពុកនេះរកការអ្វីដែរលោកច្បាយស្រុកគឺយើងនឹងហៅគឺជាមេប៉ោះហើយពិតជាយ៉ាប់មែនអាអ្នកដឹកនាំរឿងនេះវាមិនព្រមរកឲ្យយកកែបានត្រឹមត្រូវទេឃើញទេអាណាក៏ច្រឡំយើងថាគឺជាច្បាយស្រុកដែរតែពិតយើងគឺជាមេប៉ោះបានហើយលោកមេប៉ោះកុំបារម្ភអីទីមកពីអ្នកដឹកនាំរឿងមានតែម្នាក់ឯងអ្នកដឹកនាំរឿងតែម្នាក់អ្នកកាត់តរឿងតែម្នាក់អ្នកសម្ដែងតែម្នាក់អ្នកបញ្ចូលសម្លេងតែម្នាក់អ្វីតែគឺតែម្នាក់អញ្ចឹងឯងហើយស្អីក្រោយតែលោកមេប៉ោះក៏ជារងរឿងមានកែលថ្មីពាក់ជាមិនខានទេហើយឡើយនេះតើលោកមេប៉ុស្តិ៍បានកោះហៅខ្ញុំឲ្យមកជួយសំណុំរឿងនៅក្នុងស្រុកតើមានរឿងអ្វីទៅដែលធ្ងន់ធ្ងរមិនអាចដោះស្រាយបានសូមលោកមេប៉ុស្តិ៍ជួយប្រាប់ខ្ញុំមកដើម្បីឲ្យខ្ញុំជួយស៊ើបអង្កេតលោកមេប៉ុស្តិ៍រកមុខជនល្មើសឲ្យបានអូខេអញ្ចឹងតើលោកមេឈ្មោះអីដែរមកមិនទាន់បានសួរឈ្មោះព្រោះឃើញលោកប្រកាសកាន់នៅមុខហ្នឹងមិនបានចាប់អារម្មណ៍សួរតើលោកគឺមេឈ្មោះអីហើយក៏មិនដឹងថាលោកគឺជាអ្នកស៊ើបអង្កេតដែរឃើញតែប្រកាសកាន់នៅមុខហ្នឹងអូហ្នឹងមិនដឹងថាលោកស្អីគេតែមិនហៅលោកឈ្មោះអីដែរបាទជម្រាបលោកមេប៉ុស្តិ៍ខ្ញុំបាទនេះឈ្មោះថាវ៉ាន់សំណាងមានម្ដងបង្កើតគេច្រឡប់ភៀនថាវ៉ាន់ដាដែរតែពិតទៅខ្ញុំគឺសង្ហាជា Eno ដែរតែម្ដងបាទអូខេបានហើយខ្ញុំមិនដែលឃើញអ្នកណាគេបង្កើតប្រូដូចលោកទេតោះឥឡូវយើងទៅជួបជាមួយនឹងជំនួយការរបស់ខ្ញុំនៅក្នុងបន្ទប់តែម្ដងពងធំមកជាមួយនឹងកូនចៅផងមកជួបលោកទៀតកែប្រូខ្លាំងមែនតើណាមកអូខេអ្នកទាំងអស់គ្នាមកស្គាល់អ្នកស៊ើបអង្កេតថ្មីរបស់យើងគាត់មកពីខាងរាជធានីគាត់មានឈ្មោះថាវ៉ាន់សំណាងសូមធ្វើការគៀបម្នាក់កិច្ចចំពោះគាត់សូមអភ័យទោសផងលោកសំណាងដោយសារតែថ្ងៃនេះខ្ញុំមានរវល់ច្រើនខ្លាំងមែនទែនដូច្នេះហើយខ្ញុំមិនអាចនៅធ្វើកិច្ចសហការជាមួយនឹងលោកបានភ្លាមនោះទេដូច្នេះសូមលោកធ្វើកិច្ចសហការជាមួយនឹងក្រុមការងាររបស់ខ្ញុំជាមួយនឹងជំនួយការរបស់ខ្ញុំបន្តតែម្ដងគឺលោករិទ្ធីនេះតែម្ដងបាទហើយខ្ញុំក៏សូមទៅមុនហើយថ្ងៃក្រោយបើមានឱកាសល្អខ្ញុំនឹងទៅចែកសហការជាមួយលោកបន្ថែមទៀត
អូខេអ្នកទាំងអស់គ្នាមិនអីទេសូមអង្គុយវិញចុះហើយខ្ញុំក៏មិនចង់ឲ្យខាត់ពេលវេលាយូរដែរអញ្ចឹងហើយខ្ញុំត្រូវការដឹងពីព័ត៌មានខ្លះៗទាក់ទងជាមួយនឹងរឿងក្តីមួយនេះតើវាមានរឿងបែបណាតើអ្នកណាអាចបកស្រាយឬក៏ពន្យល់ប្រាប់ខ្ញុំទ្រុសបានដែរទេ គ្រប់ទៀនខ្ញុំបាទឈ្មោះថារិទ្ធីខ្ញុំបាទជាអ្នកខាងស៊ើបអង្កេតក្តីមួយនេះជាជំនួយការផ្ទាល់របស់លោកមេប៉ុសហើយខ្ញុំនឹងពន្យល់ទ្រុសតាក់ទងជាមួយនឹងករណីមួយនេះជូនទៅកាន់លោកស៊ើបអង្កេតតែម្ដងបាទបញ្ញាសូមឯងធ្វើការបង្ហាញវីដេអូស្លាយជូនទៅកាន់អ្នកស៊ើបអង្កេតនៅក្នុងរឿងក្តីនេះជនរងគ្រោះគឺជាស្ត្រីមានផ្ទៃពោះកំឡុងពេល5ទៅ6ខែហើយជនរងគ្រោះតែងតែត្រូវបានឃាតករសម្លាប់ដោយប្រើប្រាស់កាំបិតចាក់នៅនឹងផ្ទៃពោះវះយកកូនចេញពីក្នុងពុកដោយបន្សល់នៅកាំបិតចឹកបន្លែនៅក្នុងផ្ទះដែលជនរងគ្រោះប្រើប្រាស់ហើយនៅក្នុងករណីនេះយើងតែងតែស៊ើបអង្កេតឃើញថាជនរងគ្រោះត្រូវបានគេវះយកកូនចេញពីក្នុងពោះរបស់នាងចេញករណីសម្លាប់នេះគឺវាមាន2ករណីទៅហើយលោកម្ចាស់ហើយករណីទី1គឺជនរងគ្រោះបានស្លាប់នៅក្នុងផ្ទះរបស់ខ្លួនករណីទី2វិញគឺថាជនរងគ្រោះបានស្លាប់នៅក្បែរផ្ទះរបស់ខ្លួននៅខាងក្រោយព្រៃបាទដូចជាមើលទៅតាមខ្ញុំស៊ើបអង្កេតគឺថាជនរងគ្រោះព្យាយាមបតាយបតប់ហើយរត់ចេញពីក្នុងផ្ទះបាទចុះនៅក្នុងករណីមួយនេះតើលោកមានសង្ស័យអ្នកណាហើយឬនៅ បាទលោកម្ចាស់គឺខ្ញុំបានដាក់ការសង្ស័យទៅលើប្តីរបស់ជនរងគ្រោះទី1ដោយសារតែប្តីរបស់ជនរងគ្រោះទី1បានបាត់ខ្លួនចំណែកឯប្តីរបស់ជនរងគ្រោះទី2វិញគឺថានៅថ្ងៃកើតហេតុនោះគាត់បានដេកស្រវឹងសន្លប់នៅក្នុងផ្ទះដោយមិនដឹងថាប្រពន្ធរបស់គាត់ត្រូវបានឃាតករចូលមកសម្លាប់ផងបាត់ទៀត បើតាមស្ដាប់លោកបកស្រាយនឹងពន្យល់មកខ្ញុំនេះគឺថាខ្ញុំដាក់ការសង្ស័យថានេះគឺជាករណីវះសម្លាប់មនុស្សយកកូនក្រក់នៅក្នុងពោះតែម្ដងចុះតាក់ទងជាមួយនឹងពេទ្យកសោបវិច័យវិញតើពួកគេពិនិត្យឃើញយ៉ាងណាបាទ បាទលោកម្ចាស់តកតជាមួយនឹងការអសរវិច័យលើសាកសពគឺថាជនរងគ្រោះបានស្លាប់នៅក្នុងកំឡុងម៉ោង10ទៅម៉ោង12យប់អាធ្រាត្រហើយជនរងគ្រោះគឺត្រូវបានគេវះដោយតង្បិតប៉ុន្តែគឺថានៅលើមុខរបួសវិញគឺត្រូវបានវះយ៉ាងស្អាតដោយមិនមែនជាការចាក់ដោយចៃដន្យឬក៏ដោយប្រើប្រាស់កាំបិតជឹកបន្លែឬអ្វីទេប៉ុន្តែជាប្រភេទកាំបិតដូចជាកាំបិតវះកាត់អញ្ចឹងលោកម្ចាស់ លោកនាទីលោកពិតជាធ្វើការបានល្អប៉ុន្មានលោកបានរៀបរាប់បានយ៉ាងក្បោះក្បាយដូច្នេះតាមអ្វីដែលខ្ញុំស្រង់បានពីលោកដែលបានបរិយាយប្រាប់មកខ្ញុំនេះខ្ញុំសូមធ្វើការដាក់ការសង្ស័យទៅលើបុគ្គលពីររូបបុគ្គលទី1គឺជាប្តីរបស់ជនរងគ្រោះទី1ព្រោះថាគេបានបាត់ខ្លួនបន្ទាប់ពីប្រពន្ធរបស់គេត្រូវបានជនល្មើសបានសម្លាប់រួចហើយដោយមិនដឹងថាគេបានពាក់ព័ន្ធឬក៏មិនពាក់ព័ន្ធនោះទេដូច្នេះសូមលោកនាទីធ្វើការប្រកាសចាក់ខ្លួនប្តីរបស់ជនរងគ្រោះទី1ជាសាធារណៈ និងទី2ខ្ញុំសូមធ្វើការដាក់ការសង្ស័យទៅខាងគ្រូមន្តអាគមដូច្នេះហើយសូមលោករទ្ធីជួយចាត់ចែងក្រុមការងាររបស់យើងឲ្យកោះហៅប្រមូលឈ្មោះនិងខាងគ្រូមន្តអាគមទាំងឡាយណាដែលមានពាក់ព័ន្ធនៅក្នុងស្រុករបស់យើងមួយនេះឲ្យពួកគេចូលមកកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីស្រាយបំភ្លឺព័ត៌មានមួយចំនួនខ្ញុំត្រូវការព័ត៌មានពីពួកគេ គ្រប់ទៀនទទួលបញ្ជាខ្ញុំនឹងចាត់ចែងការងារមួយនេះភ្លាមអរុនសុស្ដីអូសណាខ្ញុំបានអនុវត្តតាមការវិជារបស់លោករួចរាល់ហើយគ្រូមន្តអាគមគ្រូសើគ្រូខេបគ្រូជួរគ្រូខាងស្នប់ហឹមគ្រូខាងស្វិតទឹកគ្រូខាងសូត្រមន្តវគ្គរបស់សច្ចាមខ្ញុំទៅបាញ់ញ៉ាំមកដល់ប្រព្រឹត្តបានតោះហែលប្រទេមកដល់រួចរាល់អស់ហើយណែលោកសំណា ធ្វើទៅបាយល្អណាស់លោកវរភីនិងលោកតាញ៉ែសូមអញ្ជើញពួកគាត់ចូលមកជួបខ្ញុំមកបន្តែឲ្យពួកគេមកជួបខ្ញុំម្ដងម្នាក់លោកថាខ្ញុំត្រូវការព័ត៌មានលបតិពួកគេ បាទនោះសំណានមួយចំណែសូមអញ្ជើញលោកគ្រូស្របនិគមបពាដែលជាគ្រូល្បីនៅពីខាងការចូលមកបង្ហាញខ្លួនយកគ្រូចូលរូបបែបល្បីជាងគេទៅក្នុងសុបនិគមបពានេះក៏អាចហៅអ្នកដែលទៅនោះស្លាប់យូរក៏ដោយគាត់មានអាយុ46ឆ្នាំពីឡូ72 ធ្លាប់ប្រកួត170ដងឈ្នះ5ដងស្មើ0ដងមិនចាញ់165ដងឈ្នះព្រោះតែដៃគូរបស់គាត់មិនបានចូលរួមប្រកួតដូច្នេះហើយសូមអញ្ជើញលោកគ្រូចូលខ្លួននៅក្នុង Popular ដើម្បីបង្ហាញខ្លួន សួស្ដីយូទ្រូតើលោកគ្រូមានឈ្មោះអ្វីដែរហើយលោកគ្រូមានជំនាញពុកតែខានអ្វីដែរសូមលោកគ្រូជួយរាស់ប្រាប់ខ្ញុំបន្តិចមកមើល បាទសួស្ដីលោកមេហ្វីវបោកេខ្ញុំបាទគឺជាគ្រូចូលរូបដែលល្បីនៅក្នុងស្រុកនៃគុំប៉ាទីមួយនេះហើយលោកហៅខ្ញុំមកនេះមានការអ្វីដែរលោកចាស់ងស៊ើបឬក៏ចាន់ឲ្យយ៉ាងណាឲ្យខ្ញុំចូលរូបកោះឲ្យគ្រាមកមែនទេ បាទលោកគ្រូឯផាដែលក្នុងសុបនិគមប៉ាទីយេនមួយនេះកំពុងតែមានរឿងក្តីហើយកតីមួយនោះគឺកែតតជាមួយនឹងការសម្លាប់មនុស្សយកកូនត្រកណាស់លោកគ្រូខ្ញុំមានរឿងខ្លះចង់សួរលោកគ្រូថាលោកគ្រូអាចឆ្លើយកាប់ខ្ញុំបានទេតើថ្ងៃទី5ខែមិថុនាឆ្នាំ2025នេះនៅវេលាម៉ោង10ចន្លោះទៅម៉ោង12យប់តើលោកគ្រូនៅឯណាហើយលោកគ្រូកំពុងតែធ្វើអ្វីសូមលោកគ្រូប្រាប់ខ្ញុំឲ្យបានច្បាស់
បាទជំរាបលោកអ្នកស៊ើបអង្កេតគឺថាថ្ងៃនោះដែរលៀមម៉ោងនោះដែរគឺថាខ្ញុំកំពុងតែនៅជាមួយនឹងប្រពន្ធចុងរបស់ខ្ញុំណាលោកអ្នកស៊ើបអង្កេតហើយសូមលោកអ្នកស៊ើបអង្កេតគប់ប្រាប់ប្រពន្ធខ្ញុំមិនតែចឹងតែខ្ញុំកាត់ត្រូវឡើយ អូខេលោកគ្រូខ្ញុំយល់ហើយមិនអីនោះទេរឿងមួយនេះខ្ញុំនឹងលាក់ការសម្ងាត់ជូនលោកគ្រូប៉ុន្តែអ្វីដែលសំខាន់នោះលោកគ្រូខ្ញុំត្រូវការសាកសីដើម្បីបញ្ជាក់ថាលោកគ្រូពិតជាបាននៅជាមួយនឹងប្រពន្ធចុងរបស់គ្រូពិតប្រាកដមែនដូច្នេះហើយសូមលោកគ្រូត្រឡប់ទៅវិញសិនចុះខ្ញុំនឹងស៊ើបក្តីមួយនេះបន្តទៀតអូខេលោករទ្ធីសូមលោករទ្ធីហៅអ្នកបន្ទាប់ឲ្យគាត់ចូលខ្លួនមកខ្ញុំត្រូវការសួរពួកគាត់បន្តទៀតអូខេលោករទ្ធីបន្ទាប់ពីបានជួបស៊ើបសួរជាមួយនឹងគ្រូមន្តអាគមនៅក្នុងស្រុកនិគមបទាទាំងអស់នេះរួចរាល់អស់ហើយឃើញថាពួកគេមិនមានអ្វីគួរឲ្យសង្ស័យនោះទេដូច្នេះហើយខ្ញុំសម្រេចចិត្តថាខ្ញុំនឹងទៅជួបជាមួយនឹងខាងគ្រូពេទ្យកសវិច័យសាកសពដើម្បីពិនិត្យសាកសពបន្ថែមដូច្នេះសូមលោករទ្ធីជួយនាំផ្លូវខ្ញុំផងណាលោករទ្ធី លោកអ្នកស៊ើបគឺមានរឿងធំហើយគឺថាមុននេះបន្តិចគឺថាគឺយើងពួកយើងអានរកឃើញសាកសពរបស់នារីរងគឺទី3ហើយលោកអ្នកស៊ើបគេគឺថាពេលនេះគិតកម្មកាលឡើងតាំងនៅទី3ហើយលោកអ្នកស៊ើបគេ មានរឿងដូចនេះពិតមែនឬសវណ្ណសូមលោករំលងខ្ញុំទៅកន្លែងកើតហេតុភ្លាម